យោស្ដីអ្នកគ្នាខ្ញុំហឺប៊ីយ៉ាងមិនជួបគ្នាមកទៅជាមួយនឹងបងប្អូនបន្ទាប់ពី1ឆ្នាំដែលនេះគឺជាវគ្គទី16និយាយទៅថាខ្ញុំបងប្អូនចាស់យកមកធ្វើវិញអញ្ចឹងណាចំណែករឿងបកគួរចិត្តវិញគឺគេនឹងអត់មានមួយ chapter ទៀតអញ្ចឹងហើយមានតែមួយ chapter អញ្ចឹងគឺខ្ញុំធ្វើទៅវាខ្លីពេកជឿធ្វើចាំមើលគេចេញមកមួយ chapter ទៀតសិនអញ្ចឹងមុនចូលទៅខ្ញុំក៏សូមអរគុណដល់បងប្អូននេះដែលគាត់បាននៅលើខ្ញុំដែលគាត់នឹងគឺមានឈ្មោះថាសំណាងដែលគាត់គឺបានឲ្យខ្ញុំចំនួន200រៀលអញ្ចឹងខ្ញុំជូនពរគាត់អូសទានបានចែកជុំជួបគូតាអាយុយឺនយូរតែខ្ញុំយូរចូលទៅនេះចាប់បាននៅវគ្គទី16របស់យើងចឹងតែគេគាត់បានផ្លេចរឿងអីគឺអាចចូលទៅមើលសារថ្មីវិញបានគឺនៅក្នុង playlist របស់ខ្ញុំអញ្ចឹងតទៅវគ្គមុនបន្ទាប់ពីបាយពេលងាយហើយអស់ហើយពួកគេនឹងក៏បានចូលបន្ទប់រឿងខ្លួនហើយគឺរបស់ទូប៉ក៏បានចូលទៅបន្ទប់របស់វូយ៉ាវបាត់ទ្វារហើយគាត់ក៏បានបាយទៅកាន់វូយ៉ាវដែលកំពុងតែអង្គុយនៅតុក្បែរហ្នឹងហើយក៏បាននិយាយថាម្ចាស់នេះចាទោះបីជាអ្នកហ្នឹងគឺទៅថ្នាំពុលចង់គេ spin freeze ទៅហើយប៉ុន្តែអ្វីដែលបានធ្វើនឹងវាដូចជាចូលពេកហើយខ្ញុំមកគឺបានបណ្ឌិតជីបចោលរបស់គេនៅពេលដែលគេនឹងគឺបានតែយូរហើយក៏បានដឹងថាគេនឹងគឺមានជំងឺខ្សោយទំរងនោមឬអញ្ចឹងណាមានคนសដែលទៅជាវូយ៉ាវហ្នឹងនាងក៏បានស្រាយថាតែឯងគឺថាយើងនឹងគឺចង់ទៅវត្តថ្នាំពុលនឹងណាមែនហើយនាងក៏បានអុកកែវទឹករបស់នាងតុងមួយទំហឹងហើយក៏បាននិយាយថាហេនៅប្រហែលថ្ងៃខាងមុខទៀតយើងគឺនឹងទៅកាន់តៃវូសាវដូចជាឈ្មោះរបស់នៃកាយខ្ញុំភ្លេចបាត់ហើយនឹងឲ្យពួកគេទាំងអស់ហ្នឹងគឺផ្ដល់នូវការបកស្រាយមកកាន់យើងហើយចំពោះគេហ្នឹងគឺហ៊ានដាក់គោដាំមកលើយើងបែបនេះនិយាយទៅថាពួកហ្នឹងគឺជាអ្នកដែលបានដាក់ថ្នាំហ្នឹងមកវូយ៉ាវនឹងខឹងដល់ថ្នាក់ច្បាច់កែវតែហ្នឹងគឺអង្បែកខ្ទេចតែម្ដងគឺបោះទូពោះក៏នឹងក៏បាននិយាយទៅកាន់វូយ៉ាម្ដងថាវូយូសាររបស់មានវិស័យទាំង9របស់នេះហ្នឹងគឺបានសម្រាប់ពួកបរិសុទ្ធរបស់ពួកគេសំបីទៅខាងកាយរបស់នេះហ្នឹងក៏រងឃើញផងហ្នឹងគឺជាកញ្ញាបៃតងហ្នឹងឯងអញ្ចឹងហើយគឺថាសូមមកកុំលេងដៃធ្ងន់ពេកកុំមកបំផ្លាញនៃកាយទាំងមូលរបស់ពួកគេពួកឯងគឺថានៅពេលបច្ចុប្បន្ននេះនៃកាយសុចរិតគឺមានច្រើនណាស់ហើយពួកនឹងភាគច្រើនណាចូលចិត្តភ្ជាប់ទំនាក់ទំនងជាមួយគ្នានិយាយទៅគឺថាសពុនមិត្តអញ្ចឹងណាបើនិយាយទៅគឺថាគាត់នឹងមិនចង់ឲ្យវូយ៉ាវនឹងគឺធ្វើបែបធ្ងន់ធ្ងរអញ្ចឹងទៅគឺខ្លាចប៉ះពាល់មកដល់វិមានវិស័យទាំង9របស់ពួកគេអញ្ចឹងណាវូយ៉ាវនឹងក៏បានតទៅវិញបើសិនជាពួកគេនោះគឺព្រមបកគោថ្នាំអាសាមឲ្យនាងគឺនាងនឹងផ្ទុកផ្លូវខាសឲ្យពួកគេហើយនាងក៏បានបន្ថែមទៀតយ៉ាងគួរឲ្យខ្លាចថាឲ្យគូបទូពោះនឹងទៅយកវូសាឆ្វៃមកកាន់ទីក្រុងធានរូនេះមកវូសាឆ្វៃនឹងគឺទៅជាបងប្អូនតែរបស់វូយ៉ាវអ្នកគ្នាគឺអត់តន់ចេញមកទេអញ្ចឹងគឺខ្ញុំនឹងសុំបដូរឈ្មោះរបស់នាងដូចជាខ្ញុំបដូរឈ្មោះវូយ៉ាវអញ្ចឹងគឺខ្ញុំសុំហៅថាវូសៀនហ្មងតើគាត់ទៅខ្ញុំធ្វើគូបទូពោះគាត់ណាម្ចាស់នៃកាយជាទួយនាងមិនដូចជាពួកអាចចាមដល់ម៉ោង2នៃកាយសុចរិតធម្មតាស្អីនោះទេតែនាងគឺជាបងប្អូនស្រីរបស់អ្នកណាអ្នកគឺដូចជាវ័យតម្លៃរបស់ខ្ញុំចូលពេកហើយខ្ញុំមិនដឹងថានាងគឺតើជាប្អូនឬក៏ជាបងទេគេអត់បញ្ជាក់ចឹងអត់ដឹងទេតែចាំមើលសិនវូយ៉ាវនាងបាននិយាយចន់ទៅនាងក៏បានជួយដៃរបស់នាងទៅចាប់ច្បាច់គៀមរបស់យូប៉ូគឺយ៉ាងខ្លាំងតែម្ដងយូប៉ូមើលតែគឺចង់ឲ្យយើងវាអីនៅដងងាប់ឬក៏ចង់ឲ្យនាងវាអីនៅដងងាប់យូប៉ូនៅវិញគេអូយឈឺអ្នកនេះកំភ្លេចយូប៉ូហ្នឹងគឺតើបានវូយ៉ាវយកមកចិញ្ចឹមតាំងពីគាត់នៅតូចអញ្ចឹងគាត់ចាប់ទុកវូយ៉ាវដូចជាម្ដាយរបស់គាត់ចឹងហើយគាត់ចាប់ទុកទូពរបស់យើងដូចជាកូនរបស់គាត់ចឹងនេះថាម្ដាយរបស់គាត់ស៊ីកូនរបស់គាត់ហើយដល់កនាងក៏បានបន្ថែមទៀតថានៅក្នុងរយៈពេល7ថ្ងៃគឺនាងចង់ជួបពូសៀនបើមិនចឹងទេគឺថានាងនឹងវាយូប៉ូនឹងគឺថាអូចិត្តងប់ហ្មងរួចហើយនាងក៏បានលេងណៃទៅវិញយូប៉ូក៏ទៅនាងឲ្យដៃទៅព្រាមគេនឹងក៏បានដៃទៅបាត់គៀមរបស់គេអូយឈឺណាស់ហើយក៏បានថាទៀតថាម្ចាស់មានអីកែកណាស់ចាំមើលទៅគឺគ្មានអីគេហ៊ានរៀបការជាមួយនឹងម្ចាស់មានអីទេគាត់ទៅលើចង់វាធ្វើវូយ៉ាវគឺនាងស្អីគេឯងហ៊ាននិយាយឌឺយើងឲ្យយើងលឺផងហ៎មិនអីទេបើសិនជាមិនមានអីគេរៀបការជាមួយនឹងយើងទេយើងគឺនឹងទៅសម្រាប់ម្នាក់ភ្លើងស្នេហ៍ចាស់របស់ឯងនោះចោលប្រហែលជាស្នេហារបស់យូប៉ូមើលទៅរួចហើយពួកយើងទាំងពីរនាក់គឺនឹងរស់នៅជាមួយនឹងគ្នាជឿកណាបែបម្ដាយហើយនឹងកូនគាត់ទៅជម្រាបធ្វើហួយយូប៉ូគឺថាគេរងភ័យតែម្ដងហើយក៏បានទៅរត់ជង្គង់ដាក់បាល់ដល់ដីយ៉ាងងឿនតែម្ដងហើយគាត់នៅក៏បាននិយាយយ៉ាងងឿនថាគាត់គឺនឹងទៅយកវូសៀនមកឲ្យជួបវូយ៉ាវឲ្យលឿនអីចឹងទៅវូយ៉ាវអញ្ចឹងនាងក៏បានញឹមហើយក៏បានយកដៃរបស់នាងទៅឯក្បាលរបស់យូប៉ូហើយក៏បាននិយាយថាអាហ្នឹងការតាកូនល្អហើយដល់កបន្ទាប់មកពេលព្រឹកក៏បានមកដល់នំទៅរបស់ទូពរបស់យើងគឺថានៅពេលនេះហ៊ីយុនគឺគេបានចេញពីបន្ទប់របស់គេហើយអូយម៉ែខ្ញុំចាំមាននំថារយៈឈឺសង្ខ្នងមិនដឹងណាតែខ្ញុំឈឺមិនរួចហើយគេក៏បានឃើញវូយ៉ាវដែលកំពុងតែដេកបក់ផ្លិតឃើញចឹងគេក៏បានសួរថាជុំស្រាវវូថាតែភីហើយចុះណាគឺតែគាត់ទៅណាហើយវូយ៉ាវឃើញទូពភឿមនេះក៏បានថាអូបងប្រុសហ៊ីយុនគឺគាត់អូវាស្អីគឺគាត់បានចាក់ចេញទៅទិញអីមួយយ៉ាងតាំងពីប្រវឹមគឺថាគាត់បាននិយាយថាគាត់គឺនឹងត្រឡប់មកវិញនៅក្នុងរយៈពេលប្រហែលថ្ងៃទៀតហ៊ីយុនគេក៏បានថាតែពេលហ្នឹងគេក៏យ៉ាងមួយដេកដេកប៉ុណ្ណឹងហើយនៅតែយ៉ាងមួយដេកទៀតខ្ញុំ
ហើយតែពេលហ្នឹងផងដែរគំនិតមួយក៏បានយកឡើងនៅក្នុងគូក្បាលរបស់គេធ្វើគេនឹងក៏យ៉ាងបាញ់ញើសដែរហុយចង្អាយយោកុំព្រាមខ្ញុំថាចែបិសាច់ហ្នឹងគឺបានបឺតខ្ញុំខ្លាំងពេករហូតដល់ធ្វើខ្ញុំនឹងគឺបានបង្ហាញនៅការខ្វះខាតធាតយ៉ាងអើយចុះមកប៉ុន្តែលោកមុនគឺថានៅពេលដែលរួចរាល់ហើយគឺថាគាត់មានអារម្មណ៍ថាយ៉ាងវាថាមានកម្លាំងហ្មងប៉ុន្តែម្ដងនេះមិនហេតុអីមិនគឺថាគាត់នឹងគឺតោមែនទែនចឹងមិនឲ្យតោមែនទែនមកបោះចាយនឹងគឺថាវិញបឺតដល់ថ្នាក់ទូពណ៌របស់យើងចិត្តងាប់ហើយក៏បាត់បោះទូពណ៌របស់យើងចេញមកខាងក្រៅដូចគ្នាឃើញវាហ្នឹងចឹងដោយសារតែវាគួរឲ្យខ្លាចពេកណាគាត់ក៏បានបង្ខំខ្លួនឯងជប់គិតវាហ្នឹងរួចហើយក៏បានលើកតបគាត់យកមកឆ្វេងបន្ទាប់មកក៏បាននិយាយទៅកាន់មីអូនសក់ថថាហើយខ្ញុំមកគឺសុំយកអីវ៉ាន់របស់ខ្ញុំទៅលក់ហើយអាហ្នឹងគឺយន់របស់គាត់ណាឬចឹងណាអូនសសនេះក៏បានសួរថាចុះម្នាក់គឺទៅតែចេញពីគុកពីម្សិលមិញហ្នឹងឥឡូវគឺអ្នកចង់ទៅហុកទៀតហ៎ហើយយន់ហើយគឺក៏បានតទៅវិញថាប្រកបណានេះវាគឺជាការបញ្ឆោតឲ្យពុះហ្នឹងគឺចេញពីលុនក៏ពួកអីគឺមានគេណាគឺព្យាយាមកំចាត់ខ្ញុំចេញដើម្បីតែកំចាត់ខ្ញុំចេញគឺគេនឹងហ៊ានតែធ្វើបាបមនុស្សដែលមិនដឹងខ្យល់អីទៀតផងអញ្ចឹងហើយខ្ញុំគឺមិនអាចឲ្យរឿងនេះគឺចាក់ចេញទៅដោយងាយៗទេដោយសារតែវាគឺចង់ធ្វើខ្ញុំពិបាកអញ្ចឹងហើយខ្ញុំគឺនឹងបង្ខំឲ្យវាចេញពីលុនរបស់វាបន្ទាប់មកខ្ញុំនឹងធ្វើឲ្យវាពិបាកដូចខ្ញុំដែរគាត់ទៅយ៉ាងហើយវាយ៉ាងនេះក៏បានអាសាទូពរបស់យើងហើយក៏បានសុំទូពរបស់យើងទៅដែរឬអញ្ចឹងទូពរបស់យើងក៏បានលើកដៃថាទេហើយក៏បាននិយាយថាចុះបើសិនជាពួកគេនឹងគឺជាអ្នកដែលមកពីហៅអបជួយឬក៏ផ្ទះបនវិញហ៎អើយវាប្រកាសជាគូថ្នាក់ណាយើងដឹងថាផ្ទះបននៅក្នុងរឿងមួយចំនួនគឺវាឃើញក្មេងស្រីស្អាតដើរកាត់មុខហ្នឹងឯងវាចាប់កង់ទៅធ្វើការនៅកន្លែងហ្នឹងអញ្ចឹងនិយាយទៅថាទូបយើងនិយាយបន្លាចនេះអញ្ចឹងហើយខ្ញុំនឹងថាគ្នាមើលយល់អត់ទេខ្ញុំពិបាកចង់រំមកថាតែងួយដេកខ្លាំងពីម្សិលមិញហ្នឹងគឺអត់បានដេកអញ្ចឹងហូយ៉ាវនាងខ្វល់ទេនាងក៏បានស្ទុះទៅអបដៃពួកគេហើយក៏បាននិយាយថាតើគ្នាច្រើនអញ្ចឹងគឺវាប្រសើរចាន់តើតែឯងឃើញអញ្ចឹងទូពរបស់យើងគេក៏បានសើចតែអ្នកនឹងគឺចង់ការពារខ្ញុំមែនឬហ៊ីយុនស៊ូអញ្ចឹងបងសក់សឬក៏វូយ៉ាវដែលទូពយើងមិនដឹងហ្នឹងនាងក៏បានឆ្លើយទៅវិញជាមួយនឹងមុខដ៏ខ្ជូតរបស់នាងថាប្រកបណាខ្ញុំគឺនឹងការពារអ្នកតែអ្នកជឿខ្ញុំទេមែនទូពយើងឃើញនាងខ្ជូតវាអញ្ចឹងគេក៏បានយល់ដែរទៅថ្ងៃក្បាលនាងហើយក៏បាននិយាយថាអើយមកឯងគឺនៅក្មេងណាហើយប៉ុន្តែមិនអីទេបើសិនជាអ្នកគឺនៅតែចង់តអញ្ចឹងក៏បានដែរប៉ុន្តែមិនថាមានអីកើតឡើងក៏ដោយអ្នកគឺទៅតែនៅពីក្រោយខ្នងខ្ញុំជានិច្ចហើយក៏ឲ្យមកពួកគេទាំងពីរហ្នឹងក៏បានមកដល់កន្លែងផ្សារនឹងដដែលគឺថាគាត់តែពួកគេមកដល់ព្រាមមិនចាំយូរទូពយើងក៏ចាប់ដើមរៀបចំយួនហើយវូយ៉ាក៏បានជួយគេផងដែរដើម្បីរៀបចំលក់អញ្ចឹងអូយើងក៏បានឃើញថានៅពីចង្ងាយគឺមានមនុស្សពីរនាក់កំពុងតែលួចមើលពួកគេផងដែរដល់គឺពូលួចមើលចឹងទៅយើងមើលទៅកាន់ទឹកមុខរបស់វូយ៉ាគឺនាងគឺបានដឹងបាត់ហើយហើយពូដែលលួចមើលហ្នឹងគឺគ្មានណាគេឆ្ងាយទេគឺជាអាពីរអ្នកសិស្សបងសិស្សប្អូនដែលចូលចិត្តវាយខ្លាញ់ជាមួយនឹងគ្នាហ្នឹងឯងគឺជាអាខ្មៅហើយនឹងអាភ្នែកចំលឹបអាខ្មៅគេមើលទៅកាន់ទូពរបស់យើងបណ្ដានឹងនិយាយបណ្ដាថាហើយអាចង្រៃយកនេះទៅចេញពីគុកមិនទាន់នឹងខ្យល់ឯបងឥឡូវគេថាវាមកលុកទៀតបាត់ចំណែកអាភ្នែកចំលឹបនៅក្បែរគេហ្នឹងវិញវាក៏បាននិយាយឡើងថាហួយយោពោគឺបានចែកចេញអំពីទីក្រុងធានរូនេះគឺលឿនជាងការរំពឹងទុករបស់ពួកយើងទៅទៀតទីបំផុតអាកាសពួកយើងគឺបានមកដល់ហើយអាខ្មៅគឺវាមិនបានចាំយូរអីទេគឺវាក៏បានដើរសម្ដៅទៅកាន់កណ្ដាលទូពរបស់យើងនៅនិយាយទៅកាន់សាច់ច្បងភ្នែកចំលឹបរបស់វាផងដែរថាអាបងឲ្យចាំមើលតែការសម្ដែងរបស់ខ្ញុំបើសិនជាខ្ញុំសម្ដែងបានអូអាបងឲ្យកុំភ័យតែទិញខ្លាញ់ទុកឲ្យហើយហងរួចហើយពួកយើងគឺនឹងជប់រឿងជាមួយគ្នារួចហើយវាក៏បានចែកចេញទៅកន្លែងទូពរបស់យើងមកទៅព្រះអង្គរបស់វានឹងក៏បានទៅពួនគៀនជាងវិញមួយសន្ទុះក្រោយមកនៅកន្លែងរបស់ទូពរបស់យើងក៏មានអ្នកបោកយន្តឬសូតែប៉ាំងតែអ្នកបានបោកនឹងផងដែរគឺជាអាខ្វាន់ឯងទូពរបស់យើងក៏បានក្រែងទៅមើលគេជាមួយនឹងភ្នែកតែមិនលក់ទៀតអាខ្មៅវាក៏បានបោះពេលតែឡើងនិយាយទៅគឺថានិយាយបកាយហួយទៅខាងទូពរបស់យើងហ្មងអាយ៉ាក្រោយនេះគឺជាអាអត់ដែលបានរត់ចេញអំពីមានវិស័យទាំង9តើនេះគាត់ទៅលើចង់ព្រាមធ្វើមនុស្សដែលកំពុងតែដើរចំពេញណាគឺចាប់ដើមសឹកសៀវគ្នាតែម្ដងស្អីគេយើងមិននឹកស្មានថាសមាជិករបស់វិមានវិស័យទាំង9គឺហ៊ានមកទីកងធានរូនេះនោះទេគាត់តែឃើញតែអាខ្មៅធ្វើអញ្ចឹងព្រាមទូពរបស់យើងគេក៏បានដឹងហ្មងថានៅពេលនេះគឺថាពុះនឹងគឺវាបានចេញពីរនរបស់វាហើយអូតាមពិតគឺជាឯងក៏ឈរឡើងទល់មកជាមួយនឹងអាខ្មៅយើងគិតថាយើងចំណាយពេលយ៉ាងហោចណាស់ក៏3-4ថ្ងៃដែរដើម្បីបញ្ឆោតឲ្យពូនឹងគឺវាចេញពីលុនប៉ុន្តែយើងមិននឹកស្មានថាពូនឹងគឺវាចេញពីលុននៅថ្នាក់បែបនេះទេខ្ញុំនិយាយរឿងរាប់តិចហើយតែមិនឃើញថាអ្នកគ្នានឹងកាន់ន័យយកទៅអាខ្មៅគឺអញ្ចឹងគេក៏បានធ្វើជាតបទៅវិញចុះហើយនិយាយគេអញអត់ដឹងទេអាចយល់ទេបន្ទាប់មកអាខ្មៅដល់ចោលម៉ាស៊ីនណាវាក៏បានបែរទៅកាន់មនុស្សគ្រប់គ្នាដែលកំពុងតែមើលហើយក៏បានសើចឡើងដល់និយាយបង្កែបង្ខូចទៅកាន់ទូពរបស់យើងចេះចោះចឹងទៅអូវានឹងក៏បានឡើងអំពីរឿងដែលទូពរបស់យើងនឹងគឺបានសម្លាប់អមបៃតងផងដែរថាទូពរបស់យើងនឹងគឺបានសម្លាប់មិត្តរួមនិកាយខ្លួនឯងហើយក៏បានរត់កិច្ចអីចឹងទៅវាមានបិសាចទាំង9ហ្នឹងវាក៏ជានិកាយដែរអញ្ចឹងខ្ញុំហៅនិកាយក៏វាមិនអីដែរនៅពេលហ្នឹងទូពរបស់យើងនៅក្បែរហ្នឹងគេក៏បានញ៉ាំម្ដងធានសួយឃើញថាឯងដូចជាព្យាយាមតាមរកតាគេគឺជាជនក្បត់ពេកចឹងតើក៏អាចថាឯងក៏ជាជនក្បត់ម្នាក់ដែរ100%គឺមើលយល់ហ្មងខ្ញុំហ៊ាននិយាយអូខេអ្នកគ្នាវាទី16 15 ណាគឺចាប់តាំងតែប៉ុណ្្នឹងឯងខ្ញុំថាហ្នឹងធ្វើពីរឿងតែប៉ុន្តែដោយសារតែរឿងបរោះខូចចិត្តហ្នឹង
គឺថាគេអត់ទាន់មានមកឆាប់ធ្វើទៀតទៅគឺមានតែមួយចឹងទៅវាខ្លីពេកខ្ញុំជឿធ្វើចាំមើលសិនពេលគេចេញមកចាំខ្ញុំធ្វើហើយរឿងងុយរវ៉ាន់ក៏បានធ្វើទៀតជប់ហ្នឹងគឺថាខ្ញុំតោងមែនទេហើយដោយសារតែម្សិលមិញហ្នឹងគឺមិនបានដេកទេយកដាច់យប់ហ្មងអញ្ចឹងគឺថាចាប់ពីស្អែកទៅខ្ញុំអាចធ្វើពេលថ្ងៃខ្លះៗដែរទៅនិយាយទៅគឺថាធ្វើពេលខ្លីផងពេលយប់ផងទៅពេលថ្ងៃយើងធ្វើបន្តិចពេលយប់ធ្វើតិចចឹងណាហើយចាំផុសអញ្ចឹងគឺមានតែប៉ុណ្្នឹងហើយអរគុណអ្នកគ្នាដែលការទស្សនាវីដេអូដ៏អស្ចារ្យរបស់ខ្ញុំមួយនេះគឺណា